ប្រធានាធិបតីចិនលោកស៊ីជីនពីងនឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាតបតាមការអញ្ជើញរបស់ព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី11ខែមេសាឆ្នាំ2025នេះថាប្រធានាធិបតីចិនលោកស៊ីជីនពីងនឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាចាប់ពីថ្ងៃទី17ដល់ថ្ងៃទី18ខែមេសាឆ្នាំ2025ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិឲ្យដឹងទៀតថាក្នុងដំណើរទស្សនកិច្ចលោកស៊ីជីនពីងនឹងចូលគល់សម្ដេចព្រះមហាក្សត្រីនរោត្តមសីហមុនីនាថសីហនុព្រះវររាជមាតាជាតិខ្មែរនៅព្រះបរមរាជវាំងបន្ទាប់មកលោកនឹងជួបពិភាក្សាជាមួយលោកហ៊ុនសែនប្រធានព្រឹទ្ធសភានិងលោកហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាស្ដីពីការពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគីនិងផ្លាស់ប្តូរយោបល់អំពីបញ្ហាតំបន់និងអន្តរជាតិដែលមានការចាប់អារម្មណ៍ដូចគ្នាលិខិតដដែលនោះបញ្ជាក់ថាដំណើរទស្សនកិច្ចនេះនឹងបង្កើនសារៈសំខាន់បន្ថែមទៀតដល់ចំណងមិត្តភាពដាច់ថែបនិងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជាចិនក្រសួងការបរទេសនិងសហប្រតិបត្តិការរំពឹងថាមានឯកសារជាច្រើនត្រូវបានចុះហត្ថលេខាដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យនានា